record video មួយនេះដើម្បីជាការរំលឹកដល់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបង្កើត dashboard បង្ហាញអំពី progress របស់គម្រោងឬកម្មវិធីដែលយើងហៅថាជា M&E dashboards បាទអញ្ចឹងជំហានដំបូងបំផុតនៃការអនុវត្តនេះគឺអ្នកទាំងអស់គ្នាត្រូវមាន data សិនអញ្ចឹងណាអញ្ចឹងយើងអាចទៅមើលរំលឹកអំពី data format របស់យើងដែលអ្នកទាំងអស់គ្នាបានបង្កើតពីដែលបានចូលរួមជាមួយគ្នាហ្នឹងបាទអញ្ចឹងគឺខ្ញុំបានរក្សាទុកនៅលើ Google Drive អញ្ចឹងអ្នកទាំងអស់គ្នាដែលបាន practice ពីលើកមុនគឺអនុវត្ត upload ទៅ Google Drive របស់អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជា M&E system គឺជា sample ដែលខ្ញុំបានបង្ហាញកាលពីយើងរៀនជាមួយគ្នាហើយយើងអាចបើកមើលតិចមើលទៅបាទអញ្ចឹងរំលឹកអំពីការ connect data ឡើងវិញតិចទៅណាបាទអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីយើងបានជំហានដំបូងបំផុតណាជំហានដំបូងបំផុតគឺយើងត្រូវមាន M&E framework បាទបន្ទាប់ពីយើងមាន M&E framework យើងត្រូវបង្កើត indicator tracking tool បាទនេះជា indicator tracking tool បន្ទាប់ពីយើងបង្កើត indicator tracking tool ហើយអ្នកទាំងអស់គ្នាគឺយើងមានជា dataset បាទអញ្ចឹងបាទអញ្ចឹងយើងមានជាយើងបង្កើតជាជា dataset ចឹងទៅដើម្បីយើងអាចtrack បានហ្នឹងហើយអញ្ចឹងដោយសារនៅក្នុងនេះនេះគឺជា project ដែលអ្នកនរគ្នាបានចង់ធ្វើហ្នឹងបាទអញ្ចឹងនៅក្នុងភាសាខ្ញុំលុប sample tracking នឹងរួចហើយបាទនេះគឺជា combine table ដែលខ្ញុំបាន combine ចូលគ្នាអំពី tracking tool អញ្ចឹងក្នុងវីដេអូមុនខ្ញុំបានបង្ហាញអំពីរបៀបក្នុងការ combine រួចហើយអញ្ចឹងឥឡូវយើងរៀនអំពីការ connect តែម្ដងណាបាទអញ្ចឹងយើងចូលទៅ file ហើយយើងចូលទៅយកពាក្យថា share រួចមកគឺចុចពាក្យថា publish to web នៅទីនេះបាទរួចមកគឺយើងនឹងឃើញរូបភាពបែបនេះបាទអញ្ចឹងបើអ្នកទាំងអស់គ្នាត publish នឹងលោតពាក្យថាឲ្យ publish នៅទីនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដូរពាក្យថាទៅរើសមកពាក្យថា Microsoft Excel បាទហើយបើយើងអត់តាម publish យើងចុចពាក្យថា publish តែបើយើង publish ហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំអត់តាម publish ចឹងណាខ្ញុំធ្វើសារថ្មីមើលដើម្បីឲ្យគេចាប់ណាឥឡូវគឺយើងចូលទៅក្នុង share ហើយយើងយកពាក្យថា publish to web បាទតទៅទៀតយើងយកពាក្យថា Excel ហើយយើងចុចតាពាក្យថា public ចឹងកាលណាយើងចុចទៅទីនេះគឺវានឹង available to public គឺអ្នកណាដែលគាត់មាន link មកយើងនេះគឺគាត់អាចចូលមើល data របស់យើងបានអញ្ចឹងយើងត្រូវ make sure ថាมันមាន data sensitive នៅទីនេះទេហើយបើមានគួរតែនៅក្នុង spreadsheet ផ្សេងហើយបើมันនេះទេខ្ញុំនឹងប្រាប់ពីពីវិធីមួយទៀតក្នុងការ share ដោយសុវត្ថិភាពជាងនេះបាទអញ្ចឹងយើង copy រួចមកយើងចូលទៅក្នុង Microsoft Power BI ហើយយើងចូលទៅពាក្យថា get data ហើយចូលទៅពាក្យថា web រួចហើយយើងបាទរួចហើយគឺយើង copy path មកហើយយើងចុច OK តែម្ដងហើយយើងរើសយក spreadsheet មួយណាដែលយើងចង់យកមកធ្វើ visualize ណាយើងអត់ select យកទាំងអស់ទេដើម្បីកុំឲ្យធ្ងន់running របស់យើងអញ្ចឹងខ្ញុំយកពាក្យថា combine data បាទអញ្ចឹងខ្ញុំចុចយកតែម្ដង get data តែម្ដងបាទអញ្ចឹងយើងចាំតិចយើងនឹងឃើញមានdata load មកហើយបាទអញ្ចឹងគឺមានពាក្យថា combine data ណាខ្ញុំយកមកមិញហ្នឹងបាទកំពុងតែ loading មកហើយអូខេអញ្ចឹងយើងមានទាំងអស់900 row ជាងឥឡូវដើម្បីខ្ញុំស្រួលចាំគឺខ្ញុំដូរឈ្មោះវាបន្តិចខ្ញុំដូរទៅជាអាចថាជា dataset បាទជា M&E dataset M&E dataset បាទអញ្ចឹងនៅក្នុង M&E dataset នេះគឺយើងអាចយកមកធ្វើ visualize បានហើយឥឡូវនេះគឺយើងអាចចាប់ផ្ដើមបង្កើត visualize ហើយអញ្ចឹងជាជំហានដំបូងបាទតែយើងអាចចូលមើល data សង្កេតស clean នៅអញ្ចឹងនៅទេនៅមាន column 1 2 3ទេអញ្ចឹងយើងត្រូវចូលទៅ clean ជាមុនសិនដើម្បីយើងចូលទៅ clean គឺយើងចូលទៅពាក្យថា home នៅទីនេះហើយចូលពាក្យថា transform data ណាបាទអញ្ចឹងយើង transform data របស់យើងឲ្យស្អាតសិនដើម្បីយើងងាយស្រួលនៅក្នុងការ visualize
អូខេអញ្ចឹងយើងឃើញថាអឺសម្រាប់ right holder អូខេហើយឥឡូវយើងចូលទៅកន្លែង M&E dataset បាទយើងឃើញហើយថានៅលើនេះគឺមាន null ណាអញ្ចឹងយើង remove null នឹងចេញមួយទៅយើង remove top row គឺយើង remove row ទី1បាទបន្ទាប់មកគឺយើងទៅ use first row as header ដើម្បីឲ្យមួយនេះជួរនេះគឺខ្លាយទៅជាឈ្មោះនៃ variable ណាបាទអូខេអញ្ចឹងយើងបានរួចរាល់ហើយហើយយើងមើលទៀតថាមាន indicator ណាដែលមាន column ណាដែលយើងអត់ប្រើអញ្ចឹងយើងលុបចោលអស់ណាបាទអញ្ចឹងខ្ញុំ select មកខ្ញុំ select 4 column នេះហើយខ្ញុំ remove column ទាំងនេះចេញណាបាទបាទអញ្ចឹងខ្ញុំមានស្អាតហើយគឺនៅមិនទាន់ស្អាតយើងមាននៅ null នៅអីខ្លះមួយចំនួនទៀតណាបាទអញ្ចឹងខ្ញុំនឹង remove null ចេញបាទបាទអញ្ចឹងនិយាយថា remove កុំវាអត់មាន remove null ទេយើងមានតែ remove blank row ណាអូខេអញ្ចឹងខ្ញុំ remove blank row បាទហើយបន្តមកទៀតគឺនៅមាន blank ទៀតដោយសារតែមានយើង remove blank row មានតែ row ដែលអត់មានទិន្នន័យទាំងអស់ណាប៉ុន្តែទាំងទីនេះដោយសារតែកន្លែងខ្លះវាមានទិន្នន័យយើងឃើញទេបាទអញ្ចឹងដោយសារកន្លែងមានទិន្នន័យអញ្ចឹងយើងត្រូវfilter ដកកន្លែង blank នេះចេញណាដើម្បីឲ្យ data របស់យើងវាស្អាតណាបាទអញ្ចឹងឥឡូវគឺយើងបានindicator បាទយើងបាន data របស់យើងស្អាតតិចហើយយើងអាចមើលថាវាត្រូវជាមួយនឹង format របស់យើងនៅអញ្ចឹងកន្លែងនេះគឺនេះគឺជា text នេះគឺជា text បាទកន្លែងណាជាលេខឲ្យវាទៅជាលេខបាទអូខេណាអញ្ចឹងយើងឃើញថាស្អាតហើយអញ្ចឹងប៉ុន្តែមុននឹងអឺហ្នឹងហើយមុននឹងយើងអាចគណនាភាគរោគគេហៅថាភាគរយ achievement របស់ indicator បានយើងត្រូវការ transform data យើងត្រូវការ add column 2 3ទៀតសិនណាបាទអញ្ចឹងយើងចង់ដឹងពីព្រោះនៅទីនេះគឺយើងចង់ធៀប actual ជាមួយនឹង target បាទអញ្ចឹងដើម្បីធៀប actual ជាមួយនឹង target បានយើងចូលទៅពាក្យថា add column ហើយយើងយកពាក្យថា custom column បាទបន្តមកទៀតគឺយើងយក actual មួយណាយើងយក actual ចែកជាមួយនឹងachieve ជាមួយនឹង target ណាសូមបើយើងចែកជាមួយ target មកហើយយើងដាក់ឈ្មោះថាជា percentage បាទ achieve បាទបាទអញ្ចឹងយើងបន្ទាប់មកយើងចុចអូខេមករួចហើយបាទអញ្ចឹងយើងបាន column មួយថ្មីហើយយើងត្រូវដូរវាទៅជា percentage ណាទៅទីនេះបាទអញ្ចឹងយើងបាន percentage ណាបាទបន្ទាប់មកគឺយើងដោយសារតែកាលណាយើងចង់ធ្វើ average achievement ហើយបើសិនជា percentage ខ្លះវាមាន200% 300%អញ្ចឹងដើម្បីយើងដោះស្រាយបញ្ហានេះបានយើង add conditional column មួយបាទចឹង additional column នេះគឺយើងឲ្យគឺខ្ញុំហៅវាឈ្មោះថាជា percentage achieve ដោយសារយើង modify percentage យើង cap percentage ណាបាទបាទអញ្ចឹងយើងយកពាក្យ column ថាយើងយកកន្លែង achieve នៅទីនេះហើយកាលណា achieve នេះគឺវាធំជាង1ណាបើសិនជា achieve នេះវា greater than is greater than 1អញ្ចឹងយើងឲ្យនៅទីនេះគឺស្មើនឹង1តែប៉ុណ្ណោះបាទហើយបើមិនដូច្នោះទេគឺយើងឲ្យវាស្មើជាមួយនឹង column percentage achieve ធម្មតាបាទឥឡូវយើងមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងយើងបាន column មួយថ្មីហើយយើងដូរទៅជា percentage មកបាទអញ្ចឹងយើងឃើញថានៅទីនេះដែលមាន18%គឺចេញ68%តែបើសិនជានៅទីនេះ295%អញ្ចឹងនៅទីនេះគឺត្រឹមតែ100%តែប៉ុណ្ណោះបាទជិះខ្ញុំរួចរាល់ហើយខ្ញុំ transform ទិន្នន័យបាទបាទឥឡូវខ្ញុំបានហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ visualize អញ្ចឹងខ្ញុំចង់ visualize អំពី progress របស់ indicator ទាំងអស់បាទអញ្ចឹងខ្ញុំចុចយកពាក្យថា indicator នេះក៏បានប៉ុន្តែ indicator នេះរៀងវែងអញ្ចឹងយើងយកពាក្យថា indicator ID ដើម្បីយើងខ្លីបន្តិចណាដើម្បីពេលយើងបង្ហាញមកវាស្រួលមើលណាតទៅទៀតយើងអាចរើសយកពាក្យថា cluster column bar chart នេះមកបាទអញ្ចឹងយើង class យើងយកពាក្យថា cluster bar chart នេះមកអញ្ចឹងយើងឃើញដូចជាអត់ទាន់មានទិន្នន័យអីទេហើយអញ្ចឹងយើងត្រូវយកទិន្នន័យមកដាក់កន្លែង x axis នៅទីនេះដើម្បីឲ្យវាចេញទិន្នន័យអញ្ចឹងយើងយកកន្លែងណាគឺយើងយក achieve percentage achieve នេះយកមកដាក់ណាបាទអញ្ចឹងយើងនឹងបានprogress again indicator ទាំងអស់ហើយបើសិនជាយើងចង់ឲ្យវាចេញជាភាគរយអញ្ចឹងយើងចុចនៅលើទីនេះហើយយើង add ពាក្យថាអឺ percentage achieve ណាបាទអញ្ចឹងយើងអាច
យើងអាចចូលទៅកន្លែង X axis នេះហើយយើងអាចកំណត់ maximum value ពីព្រោះវានឹងចេញលើ100អញ្ចឹងយើងវែងពេកណាវាធ្វើឲ្យឆាតរបស់យើងអត់ស្អាតអញ្ចឹងខ្ញុំយកត្រឹមតែមួយប៉ុណ្ណោះមានថា100%បាទហើយតកតងជាមួយនឹង value គឺខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំចង់ឲ្យវាចេញលេខនៅទីនេះខ្ញុំយកពាក្យថាdata label បាទចឹងបើយើងមើលទៅគឺឃើញថាខ្ពស់ណាស់បាទដោយសារតែយើងសាំនៅទីនេះចឹងក្នុងការគណនា indicator គឺយើងយកពាក្យថា average នៅទីនេះណាយើងយកសាំទេបាទចឹងយើងមើលទៅយើងឃើញថាបាទចឹងយើងឃើញពី progress ចឹង indicator គឺកាលណា1.63គឺស្មើនឹង1តែប៉ុណ្ណោះត្រឹមនៅទីនេះណាគេឃើញទីនេះគឺមិនទាន់មានរូបរាងជា percentage ទេអញ្ចឹងយើងត្រូវចូលទៅកន្លែងdata របស់យើងនេះហើយយើង convert ទៅទីនេះឲ្យទៅជា percentage ឲ្យអស់ណាបាទអញ្ចឹងបើមើលទៅគឺជា percentage រួចហើយណាហេតុអីបានជានៅក្នុងលេខរបស់យើងវាអត់ចេញ percentage ណាយើងអាចចូលទៅពិនិត្យមើលឡើងវិញបន្តិចបាទចឹងទីនេះគឺ average ឥឡូវយើងអាចដើម្បីយើងចូលទៅរបស់យើងចុចយកពាក្យថាformat your visual នេះបាទចុចលើ x axis អឺបាទស្មូពី data label បន្តិចបាទយើងឃើញពាក្យថា value នៅទីនេះបាទចឹងunit នៅទីនេះគឺវាចេញជា auto unit បាទអូខេឥឡូវទីនេះវានៅជាហើយជាលេខ decimal នៅឡើយយើងទៅរកកន្លែងណាដើម្បីយើង convert វាទៅជាអឺ percentage ធម្មតាណាបើយើងយកពាក្យថាបារាំងនៅទីនេះបាទ percentage ធម្មតាទេឥឡូវយើងចូលទៅ x នេះវិញអឺ inverted range អត់ទេណា logarit scale អត់ដែរបាទអញ្ចឹងយើងមើលពាក្យថា value ទីនេះអញ្ចឹងយើងឃើញថាបាទអញ្ចឹងយើងយកពាក្យបាទអញ្ចឹងនៅទីនេះมันយើងរកមិនឃើញទេរកមិនទាន់ឃើញទេបន្តិចអូខេយើងយកកន្លែងត្រូវហើយប៉ុន្តែវាជាមិនឃើញចេញលេខភាគរយមកណាបាទអញ្ចឹងយើងទៅរកទៅមិនដើម្បីឲ្យវាចេញទៅជាលេខភាគរយទីនេះហើយមើលតិចមើលបាទជា decimal number ត្រូវហើយហើយនៅទីនេះគឺជា percentage ត្រូវអស់ហើយបាទហេតុអីបានជានៅទីនេះវាมันបង្ហាញជាភាគរយយើងអាចមើលតិចណាសំទោសណាស់ដោយសារតែយើងយកកន្លែងខុសណាអញ្ចឹងយើងចូលមិញដោយសារយើងទាញទិន្នន័យពី M&E dataset ណាឥឡូវយើងចូលទៅក្នុងកន្លែង M&E dataset នេះហើយយើងឃើញថាកន្លែងភាគរយនេះនៅជាលេខ1លេខអីនៅឡើយទេមិនទាន់ជា percentage ទេណាបាទអញ្ចឹងយើងចូលទៅកន្លែងនេះហើយយើងដូរវាទៅជា percentage បាទដូរទៅជា percentage សិនណាបាទឥឡូវខ្ញុំដូរជា percentage ហើយនៅទីនេះក៏ខ្ញុំដូរជា percentage ដែរណាបាទបាទអញ្ចឹងខ្ញុំដូរជា percentage មកអដូរជា percentage បាទអញ្ចឹងខ្ញុំបានលេខនៅទីនេះឥឡូវយើងមើលឆ្លាប់របស់យើងគឺយើងចេញលេខជា percentage ហើយប៉ុន្តែនៅខាងចុងដូចជាមានលេខdecimal យើងអត់ត្រូវការលេខ decimal ទេណាបាទអញ្ចឹងយើងទៅកាត់ decimal នឹងចោលខ្ទង់ទៀតអញ្ចឹងយើងឃើញថាលេខឥឡូវនេះគឺលេខស្អាតហើយបាទឆាតរបស់យើងគឺមានរូបរាងស្អាតបែបនេះហើយហ្នឹងហើយបាទឥឡូវនេះគឺគឺយើងត្រូវការអឺសិតពណ៌នៃបារឆាតរបស់យើងឲ្យដើរទៅតាម status របស់ indicator របស់យើងណាអញ្ចឹងយើងត្រូវចូលទៅ data transform ហើយបង្កើតហើយកំណត់បង្កើត column មួយទៀតដែលជា status របស់ indicator របស់យើងណាយើងចុចឲ្យចំ M&E dataset របស់យើងហើយយើងចូលទៅយកពាក្យថាadd column ហើយជាមួយនឹងពាក្យថា conditional column ណាបាទអញ្ចឹងយើងអាចចូលទៅមើលលក្ខខណ្ឌរបស់យើងតិចបាទខ្ញុំអាចចូលយកពាក្យថាបាទ
Action verb Microsoft Words មេរៀនដែលយើងបានរៀនឥឡូវយើងអាចយកពីក្នុង Telegram របស់យើងមកក៏បានបាទបាទវាបន្តទៅនឹងវិញនេះចឹងយើងចូលទៅយក file មួយដែលខ្ញុំបានចែកនៅក្នុង group គឺតកតងជាមួយនឹងpractice and hand on project នេះបាទអញ្ចឹងយើង scroll មកក្រោមយើងនឹងឃើញមានតកតងជាមួយនឹង progress នេះអញ្ចឹងយើងត្រូវដូរពាក្យទៅតាម status នីមួយៗអញ្ចឹងបើសិនជា indicator ហ្នឹង progress តិចជាង25គឺយើងឲ្យពាក្យថា no progress ឲ្យវានិយាយថាជា no progress បាទអញ្ចឹងយើងចូលទៅកន្លែងpercentage achieve នេះហើយបើសិនជាទូជាងណាបើសិនជាទូជាង25បាទទូជាង25គឺយើងឲ្យទូជាង 0.25 បាទមានថា25%គឺ 0.25 ហើយទេបាទអញ្ចឹង 0.25 គឺ no progress ហើយយើង add clause មួយទៀតណាកាលណា percentage achieve នៅទីនេះបាទតូចជាងបាទ75 0.75 គឺយើងឲ្យស្មើនឹង limited progress ណាបាទបីទៅតាម definition នៅទីនេះចឹងយើងចូលទៅក្នុងនោះយើងឲ្យ no progress ហើយប្រសិនបើជាpercentage achieve របស់យើងនេះបាទគឺថាតិចជាង0តិចជាង1ណាបើសិនជាតិចជាង1គឺស្មើនឹង satisfactory progress បាទយើង add មកគឺស្មើនឹង satisfactory progress យើង add clause មួយទៀតថាបើសិនបើ percentage នៅទីនេះបាទគឺ less than គឺអាចថាស្មើនឹង1ណា equal to 1អញ្ចឹងយើងស្មើនឹងថា achieve បាទហើយចុងក្រោយគេគឺកាលណា percentage នៅទីនេះបាទគឺថាធំជាង1អញ្ចឹងគឺមានន័យថា over achieve បាទអញ្ចឹងនៅទីនេះគឺយើងមើលទៅគឺយើង consistent គ្នាហើយសូមវាយពាក្យឲ្យដូចគ្នាទាំងអស់ណាបាទសូម copy ពាក្យមកល្អយើង copy ពាក្យមកបាទរួចហើយយើងបាទរួចហើយយើងចុចពាក្យថាអូខេបាទចុចពាក្យថាអូខេមកបាទអញ្ចឹងយើងបានកន្លងថ្មីមួយទៀតដែលជា progress យើងអាចដាក់ឈ្មោះតិចមកដាក់ថាជា indicator status បាទ indicator status បាទអញ្ចឹងយើងបាន indicator status ហើយឥឡូវគឺយើងត្រូវបិទសិនបាទបាទអញ្ចឹងយើងអាចចូលទៅដូរពណ៌នេះបានអាស្រ័យទៅលើ status ប៉ុន្តែមុននឹងយើងដូរពណ៌បានមួយទៀតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាadd ព័ត៌មានរបស់ indicator ហ្នឹងចូលទៅក្នុង tooltip បាទអញ្ចឹងខ្ញុំអាច add ព័ត៌មានផ្សេងៗដូចជា indicator បាទឈ្មោះ indicator បាទហើយយើងអាច add ពាក្យថាបាទយើងអាចយកកន្លែង result level នៃ indicator យើងអាចយកនៃ indicator បាទបន្តទៀតយើងអាចយក unit នៃ indicator មកដាក់ផងដែរបាទ target niche បាទហើយយើងអាចយកបាទយើងអាចយក indicator status យកមកដាក់ទៀតបាទហើយយើងអាចយក actual បាទទីនេះមកដាក់បាទហើយយើងក៏មាន description ផ្សេងៗយើងអាចយកមកដាក់នៅក្នុង description ផងដែរបាទហ្នឹងហើយអញ្ចឹងយើងយកមកដាក់ឲ្យច្រើនមកបាទដើម្បីពេលដែលយើងដាក់ cursor លើនេះគឺចេញព័ត៌មាន indicator របស់យើងទាំងអស់ណាជា indicator យើងអាច rename មកដើម្បីឲ្យស្រួលមើលខ្ញុំឧទាហរណ៍ថាខ្ញុំ rename ថានេះគឺជា status បាទហើយខ្លីៗតិចមកដើម្បីងាយស្រួលសម្រាប់អ្នកអានហើយនេះគឺជា actual ណាបាទអញ្ចឹងគឺនេះគឺជា actual បាទហើយនេះគឺជា target បាទខ្ញុំ rename មកនេះគឺជា target បាទហើយខ្ញុំ rename ទៀតថានេះគឺជា indicator បាទ
អញ្ចឹងដើម្បីឲ្យស្អាតស្រួលមើលណាចឹងវិញបាទតោះតិចខ្ញុំ rename ទាំងអស់ណា rename ទាំងអស់មកបាទយកពាក្យថា level បាទហើយខ្ញុំឲ្យដូរ description នេះដាក់ថាជា description បាទហើយទីនេះពី first unit នេះទៅជា unit បាទអញ្ចឹងរបស់យើងគឺស្អាតហើយហើយយើងដាក់ cursor នៅលើនេះរបស់យើងគឺយើងនឹងឃើញមានព័ត៌មាននៃ indicator របស់យើងហើយយើងឃើញបាទទំហំបាទនេះណាគឺចេញមកទាំងអស់បាទឥឡូវនេះគឺយើងត្រូវការអឺ set stand indicator របស់យើងនេះឲ្យប្រែប្រួលទៅតាម status របស់ indicator តើនឹងយើងធ្វើយ៉ាងម៉េចណាចឹងជំហានដំបូងគឺយើងចូលទៅពាក្យថា format your visual ណាបាទចឹងយើងបាទអញ្ចឹងយើងចូលពាក្យថា x axis គឺជួរដេកណាប៉ុន្តែបើសិនជាយើងជ្រើសរើស column chart គឺយើងយក y axis ណាឥឡូវយើងយក x axis ហើយយើងយកពាក្យថាបាយើងឃើញពាក្យថាបានៅទីនេះបាទហើយយើងឃើញពាក្យថា all category ឥឡូវយើងដូរកន្លែងនេះយើងដូរពីពណ៌នេះទៅជារូបមន្តវិញណាបាទចឹងខ្ញុំរើសយក indicator នៅទីនេះការយើងយកវាមាន3នៅទីនេះណាយើងអត់យក fill ឬអត់យក gradient យើងយកពាក្យថា rule បាទចឹងយើង set វាមកបើសិនបើ indicator នៅទីនេះគឺអឺបើសិនបើយើងអត់យក indicator ID ទេគឺយើងយកកន្លែង status បាទមួយណាគឺ indicator status គឺអឺយើងមើល internet indicator status បាទគឺយើងដាក់យើងកែសំនួរពាក្យមិញថាជា status បាទអញ្ចឹងប្រសិនបើជា status នៅទីនេះបាទមានពាក្យថា progress បាទអញ្ចឹងយើងដូរបាទកាលណាវា progress គឺយើងឲ្យបាឆាតរបស់យើងគឺទៅជាពណ៌ក្រហមបាទណាដូចគ្នាណា new rule មួយទៀតគឺកាលណា indicator របស់យើងនៅទីនេះគឺ limited progress គឺយើងឲ្យទៅជាពណ៌លឿងទុំបាទអញ្ចឹងយើងដូរទៅជាពណ៌លឿងទុំបាទហើយកាលណា indicator progress របស់យើងនៅទីនេះគឺពណ៌satisfactory progress គឺយើងឲ្យពណ៌បៃតងខ្ចីណាបាទហើយបើសិនជាយើងពិបាកក្នុងការរកពណ៌យើងអាច copy ពណ៌ពីនៅក្នុង Word ដែលខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នាបានអញ្ចឹងយើង copy ពាក្យហ្នឹងមកហើយយកមកផាសនៅក្នុងកន្លែងពណ៌នេះណាយើងយកពាក្យថា more color ហើយ copy ចំនួន color code ទៅទីនេះបាទនេះយើងបាន color code ទាំងហើយតទៅទៀតយើង add មួយទៀតគឺកាលណា indicator របស់យើងគឺអាជីពកាលណា indicator របស់យើងនេះគឺអាជីពបាទកាលណា indicator របស់យើងមានអាជីពគឺយើងឲ្យបាទបាទអញ្ចឹងអាជីពគឺយើងទៅយកពណ៌អាជីពហ្នឹងមកយើងឲ្យទៅ pick up យក color ពីក្នុងនេះក៏បានបាទអញ្ចឹងយើងបានពណ៌បៃតងហើយឥឡូវចុងក្រោយគេមួយទៀតគឺអឺ new rule ទៀតគឺ overachieve ហ្នឹងបាទ overachieve ទៅ overachieve នេះគឺពណ៌យើងឲ្យពណ៌ស្វាយណាបាទអញ្ចឹងយើងបានគ្រប់ពណ៌យើងចុចពាក្យថាអូខេអញ្ចឹងយើងឃើញថានៅទីនេះសុទ្ធតែពណ៌បៃតងណាគឺអត់ប្រែពណ៌ទៅណាទេឥឡូវយើងមើលថាមូលហេតុអីបានជាសុទ្ធតែនៅពណ៌បៃតងណាបើយើងមើលទៅយើងឃើញថាមាន status សុទ្ធតែ status អាជីពបាទចឹងមានន័យថាការសរសេរកូដរបស់យើងនៅកន្លែង status នោះគឺដូចជាមិនទាន់ត្រឹមត្រូវនៅឡើយទេអញ្ចឹងយើងចូលទៅមើលក្នុងកន្លែង transform របស់យើងឡើងវិញណាទៅមើល folder ដែលយើងបង្កើតថ្មីបន្តិចដោយសារតែនៅក្នុង folder របស់យើងហ្នឹងគឺបាទយើងមើលបាទអញ្ចឹងយើងឃើញ limited progress overachieve គឺយើងមើលដូចជាត្រឹមត្រូវហើយហេតុអីបានជានៅក្នុងនោះមិនត្រឹមត្រូវបាទឥឡូវយើងចូលត្រឡប់ទៅវិញអញ្ចឹងមើលថាខ្ញុំយកពី M&E dataset ខ្ញុំយកពីពាក្យថា status បាទនេះគឺយើងយកមកត្រូវហើយ indicator status
và indicator status យើងមើលទៅតើយើងយកមិញយកប្រមូលមកយើងមិញយើងយកដាក់ត្រូវដែរឬទេណាជាងខ្ញុំចូលទៅកន្លែងកន្លែងបារឆាកបារម្ដងទៀតឲ្យខ្ញុំមើលទៅលើរូបមន្តរបស់យើងអាចចូលទៅមើលឡើងវិញបានណាជាងកន្លែងនេះយើងយកពាក្យថា status ឥឡូវយើងមើលថារបស់យើងមានបាទជាងប្រហែលជាយើងត្រូវបាទនេះ indicator status ឥឡូវប្រហែលជាខ្ញុំយក tool tip ហ្នឹងអត់អស់ណាហើយខ្ញុំមើល tool tip របស់ខ្ញុំឡើងវិញថាយកមកត្រូវអត់បាទអញ្ចឹងនៅទីនេះគឺយើងមាន status indicator status បាទអញ្ចឹងគឺគួរតែត្រូវហើយបាទអញ្ចឹងមូលហេតុគឺយើងឃើញថាដោយសារតែនៅទីនេះគឺមានពាក្យថាអឺកន្លែង status នេះគឺយើងយកត្រូវហើយប៉ុន្តែកន្លែងនេះគឺ first បាទអញ្ចឹងគឺគេ count first អញ្ចឹងកាលណា count first នៅទីនេះគឺអឺដោយសារតែនៅទិន្នន័យរបស់យើងវាមានច្រើនឆ្នាំអញ្ចឹងកាលណាឆ្នាំនៅទី1គេហ្នឹងគឺវា first អញ្ចឹងវាចេញ status នៅទីហ្នឹងអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺខ្ញុំអាចខ្ញុំអាចប្រាប់ពីវិធីមួយទៀតទៅហើយគឺក្នុងការបង្កើតគេហៅថា slicer បាទអញ្ចឹងយើងបង្កើត slicer មួយហើយយើងយកឆ្នាំមកដាក់មកបាទ period នេះគឺជា slicer របស់យើងជាងក្នុង slicer មាន format ច្រើនយើងអាចទាញរើសទៅតាមឆ្នាំនីមួយៗបាទនេះឆ្នាំរបស់យើងណាឆ្នាំ2020ប្រហែលណា2025ឬក៏យើងអាចវាយថាឆ្នាំ2026ជាដើមចឹងទៅណាឬក៏2027ចឹងទៅណាបាទអញ្ចឹងប៉ុន្តែដើម្បីឲ្យត្រឹមត្រូវជាមួយនឹងtool tracking របស់យើងគឺយើងយកពាក្យកាត់ថ្លានៅទីនេះមកបាទអញ្ចឹងយើងបានទៅតាមឆ្នាំប្រហែលឆ្នាំដែលយើងបានកំណត់ទុកនៅទីនេះបាទគឺមាន2025 26 27 28ណា slicer នេះគឺយើងអាច rename បានដែរយើងអាចដូរ title មកបាទឧទាហរណ៍ថាខ្ញុំដូរ title ដាក់ថាជា select year បាទបាទអញ្ចឹងវានឹងចេញមករូបរាងខ្ញុំអាចរួម font បន្តិចយកធ្វើ12អីចឹងទៅបាទអញ្ចឹងខ្ញុំបាន slicer ហើយអញ្ចឹងបើយើងមើលទៅតាមឆ្នាំនីមួយៗគឺយើងឃើញតែគេខុសគ្នាណាបាទ overachieve គឺពណ៌ស្វាយហើយនេះគឺមានពណ៌ខុសៗគ្នា2026 achieve ទាំងអស់គឺពណ៌បៃតងបាទ2025ជាដើមណាអញ្ចឹងយើងអាចមើល indicator របស់យើងទីនេះគឺមានច្រើនហើយយើងអាចចុចមើលតាមឆ្នាំបាទយើងឃើញតែ indicator នេះ no progress យើងឃើញណាបាទវាខុសគ្នាណាបាទបាទអញ្ចឹងឥឡូវនេះគឺខ្ញុំប្រាប់ពីយើងចង់គណនារោគpercentage achieve ទៅតាម level របស់ indicator អញ្ចឹងយើងធ្វើយ៉ាងម៉េចណាអញ្ចឹងដើម្បីយើងគណនារោគបានគឺយើងត្រូវចូលទៅពាក្យថាបាទយើងអាចយកពាក្យថា go chart នេះបាទហើយយើង select យកពាក្យថា percentage achieve នៅទីនេះគឺយើងឃើញពាក្យ100 achieve ហើយតែលេខនេះគឺ2000%ជាងហើយទូចបំផុតគឺត្រឹម100ធំបំផុតគឺ100%តែប៉ុណ្ណោះអញ្ចឹងយើងអាចដូរពាក្យបន្តិចទៅណាយើងអាចដូរពាក្យថាយើងយកពាក្យថា average នៅទីនេះវិញណាអញ្ចឹងគឺ88%ឥឡូវយើងធ្វើយ៉ាងម៉េចដើម្បីឲ្យរបស់យើងនេះគឺប្រែប្រួលដូចគ្នាជាមួយនឹង indicator នៅខាងក្រោមរបស់យើងអញ្ចឹងយើងត្រូវចូលទៅពាក្យថា format ដដែលហើយយើងយកពាក្យថាcolor ហើយយើងយក fill color នេះយើងទៅជារូបមន្តណាអញ្ចឹងគឺយើងយកទៅតាមយើងយក rule ដូចនឹងខាងក្រោមដូចដែលយើងធ្វើពីមុនដែរណាបាទអញ្ចឹងបាទអញ្ចឹងយើងយកកន្លែង M&E dataset របស់យើងនេះហើយយើងយកពាក្យ indicator status ទៅដែរណានេះគឺ indicator status បាទអញ្ចឹងកាលណា indicator status របស់យើង no progress ហើយយើងឲ្យអីគេបាទ no progress បាទអញ្ចឹងគឺយើងឲ្យពណ៌បាទដែលយើងបានធ្វើពីមុនហ្នឹងគឺពណ៌ក្រហមហើយកាលណា indicator របស់យើងបាទកាលណា indicator របស់យើង limited progress បាទអញ្ចឹងយើងយកពីអីគេបាទគឺយើងយកពណ៌លឿងទុំណាបាទឬក៏លឿងនេះមកហើយកាលណា indicator របស់យើងគឺមានពាក្យគេហៅថា satisfactory progress យើងអាច copy ឬមិនក៏មក share ច្រឡំ
limited progress ឥឡូវខ្ញុំយកពាក្យថា satisfactory progress នេះមកយើង copy មកយើងផ្លាស់ចូលនៅក្នុងនេះបាទអញ្ចឹង satisfactory progress គឺយើងឲ្យមានពណ៌បៃតងខ្ចីណាបាទហើយណាដើម្បីកុំឲ្យច្រឡំពណ៌យើង copy ពណ៌មកបាទនេះគឺជាពណ៌បៃតងខ្ចីបៃតងស្រាលណាបាទអញ្ចឹងយើងចូលទៅយើងដូរពណ៌មកបាទជាបៃតងស្រាលហើយមួយវិញទៀតបើសិនបើ indicator no achieve គឺយើងឲ្យពណ៌បៃតងណានៅពណ៌បៃតងរបស់យើងនៅទីនេះបាទយើងឲ្យពណ៌បៃតងហើយកាលណា indicator របស់យើងនៅទីនេះគឺ over achieve គឺយើងឲ្យពណ៌ស្វាយណាបាទឥឡូវយើងចូលមើលទាំងអស់គ្នាបាទយើងឃើញហើយគឺមានរូបរាងបែបនេះបាទអូខេអញ្ចឹងអានេះគឺសរុប indicator ទាំងអស់បាទបើយើងមើលទៅគឺគ្រប់ឆ្នាំទាំងអស់សុទ្ធតែពណ៌បៃតងដោយសារតែ status គឺ achieve ច្រើនណាបាទឥឡូវគឺយើងអាចចូលទៅអឺបាទអញ្ចឹងគឺយើងអាចចូលទៅបង្កើតតែទៅតាមកម្រិតនៃ indicator របស់យើងអញ្ចឹងយើងត្រូវដើម្បីយើងធ្វើអញ្ចឹងបានគឺយើងត្រូវ filter ទៅតាម result level អញ្ចឹងខ្ញុំយកពាក្យថា result level នេះហើយខ្ញុំយកពាក្យកន្លែងដាក់ថា impact បាទអញ្ចឹងនេះគឺជា impact បាទអញ្ចឹងបើគិតទៅមើលទៅ impact គឺ achieve ច្រើននៅទីនេះបាទខ្ញុំប្រើពាក្យថានេះទៅបាទអញ្ចឹងឲ្យខ្ញុំដូរចំណងជើងដាក់ថានេះគឺជា impact ណាបាទគឺជា impact បាទហើយនៅអញ្ចឹងខាង indicator ខាងក្រោមនេះក៏ខ្ញុំ filter យកតែ impact ដែរបាទខ្ញុំទាញមកបាទហើយខ្ញុំដូរចំណងជើងដែរបាទខ្ញុំដូរចំណងជើងថាជា percentage achieve បាទ by indicator ឬក៏ខ្ញុំនិយាយថា indicator បាទភាគរយ indicator achievement ណាបាទបាទអញ្ចឹងខ្ញុំយកមកបាទអញ្ចឹងខ្ញុំបាន impact នេះមួយប៉ុន្តែខ្ញុំ complete filter យកតែ impact indicator បានហើយអញ្ចឹងយើងចូលទៅមើលរបស់យើងនៅក្នុង result level នេះយើងមានពាក្យថាយើងអត់ចេញទេដោយសារក្នុង status អញ្ចឹងយើងទៅទាញមួយសារទៀត result level ដាក់កន្លែង filter ហើយយើងយកពាក្យថា impact តែប៉ុណ្ណោះបាទអញ្ចឹងយើងបាន indicator កម្រិត impact ហើយឥឡូវយើងត្រូវការបង្កើត indicator កម្រិតបាទ outcome ណាអញ្ចឹងដូចគ្នាដូចនឹងមុនដែរតែយើងដូរកន្លែង impact នេះទៅជា outcome ហើយកន្លែងនេះដូចគ្នាយើងដូរទៅជា outcome ដែរហើយកុំភ្លេចដូរចំណងជើងថាជា outcome បាទឥឡូវខ្ញុំបង្កើតមួយទៀតគឺ មួយទៀតគឺ output ខ្ញុំ copy ផ្កាមកខ្ញុំបង្កើតខ្ញុំប្រើកន្លែងនេះគឺខ្ញុំប្រើពាក្យថាបាទ output បាទអញ្ចឹងខ្ញុំដូរគាត់ទៅដូរលើនេះមកថា output ហើយកន្លែងនេះខ្ញុំដូរដែរខ្ញុំដូរថា output ដែរណាបាទខ្ញុំដូរថា output បាទអញ្ចឹងបន្តទៀតខ្ញុំ copy មួយទៀតខ្ញុំផាសមកខ្ញុំដាក់ថាជា out ជា input បាទខ្ញុំដូរចំណងជើងមកថាជា input បាទខ្ញុំដូរចំណងជើងមកជា input ហើយតទៅទៀតខ្ញុំ filter យកតែកម្រិត input តែប៉ុណ្ណោះបាទអញ្ចឹងយើង filter តែកម្រិត input ណាអញ្ចឹងលេខនេះគឺខ្ញុំដូរទៅជាកម្រិត input នេះក៏ in នេះ output ឡើយយើងដូរទៅជា input ហើយនេះគឺជាកម្រិត output នេះក៏ output អញ្ចឹងត្រឹមត្រូវហើយយើងដូរទៅចំណងជើងលេខនេះមកជា output មកអញ្ចឹងយើងបាន indicator របស់យើងបាទអញ្ចឹងយើងបាន dashboard មួយដែលបង្ហាញពី progress នៃ indicator របស់យើងណា
ហើយបើអ្នកទាំងអស់គ្នាចង់បង្ហាញពី progress នៃ indicator នៃ status indicator យើងក៏អាច add បានដែរបាទអញ្ចឹងយើងអាចធ្វើបានដែរអញ្ចឹងយើងធ្វើយ៉ាងម៉េចណានេះខ្ញុំអាចរួម ទូចតិចណាបាទហើយយើងអាចជ្រើស format ទាញឲ្យទូវាធំស្រេចតែលើនេះរបស់យើងឥឡូវខ្ញុំសម្រាប់តែជម្រាបបែបនេះបាទខ្ញុំទាញម្ដង4ចុះមកក្រោមតិចមកបាទបាទអញ្ចឹងឥឡូវខ្ញុំ add ពី progress នីមួយៗគឺខ្ញុំប្រើអឺ donut chart ចុះបាទអញ្ចឹងខ្ញុំ add donut chart នេះហើយខ្ញុំដើម្បីខ្ញុំយកពីថា indicator status បាទបាទអញ្ចឹងយើងឃើញបែបនេះណាអញ្ចឹង indicator status តទៅខ្ញុំយក indicator ដដែលមកដាក់កន្លែង value ណាអញ្ចឹងយើងឃើញថាគេរាប់ indicator status ឥឡូវខ្ញុំចង់យក indicator status now មកក្បែរជាមួយនឹងindicator របស់យើងតែម្ដងណាអញ្ចឹងខ្ញុំសូមលើកខាងនេះឡើងលើវិញបន្តិចបាទខ្ញុំលើកឡើងលើនេះទាំង4វិញលើកដាក់ឯងលើបន្តិចដើម្បីខ្ញុំទុកប្រឡោះបាទខ្ញុំទុកប្រឡោះដាក់ indicator status បាទចឹងខ្ញុំអត់ចាំបាច់ទៅ save វិញឆ្ងាយច្រើនទេខ្ញុំគ្រាន់តែប្រើដោយសារខ្ញុំប្រើពី impact នៅខាងលើហើយចឹងទៅទីនេះខ្ញុំគ្រាន់តែដូរចំណងជើងមកឲ្យខ្លីតិចមកខ្ញុំដាក់ថាជា status បាទខ្លីតិចទៅកុំឲ្យវែងពេកណា status បាទបាទ status ហើយបាទអញ្ចឹងយើងបានមួយហើយប៉ុន្តែ status នេះគឺយើងត្រូវតែកន្លែងយើង slide នេះយើងត្រូវតែដូរពណ៌នីមួយៗផងដែរណាអញ្ចឹងខ្ញុំឧទាហរណ៍ថាពណ៌អាជីពនេះខ្ញុំឲ្យពណ៌ដែលយើងចែកមិញនេះគឺមានពណ៌បៃតងចាស់ណាបាទហើយបើសិនបើពណ៌ទាក់ទងនឹងពណ៌អាជីពខ្ញុំឲ្យពណ៌ស្វាយត្រូវហើយហើយបើសិនបើជា no progress គឺខ្ញុំឲ្យពណ៌ក្រហមបាទហើយកាលណាវា limited progress គឺខ្ញុំឲ្យពណ៌លឿងទុំណាហើយកាលណាដែលsatisfactory progress គឺយើងឲ្យពណ៌បៃតងស្រាលណានេះបាទយើងឲ្យពណ៌បៃតងស្រាលបាទយើងឲ្យពណ៌បៃតងស្រាលប៉ុណ្ណឹងណាបាទអញ្ចឹងយើងឃើញហើយនៅទីនេះដោយសារតែយើងចង់ឲ្យឆាតយើងកុំឲ្យកន្លែងនេះចេញមកច្រើនខ្ញុំអាច copy មកដាក់ចុងខាងគេមួយរៀងធំជាងគេតិចចុះណាដើម្បីឲ្យយើងអាចទាញ space ទៅយើងឃើញបានរៀងច្រើនណានេះយើងឃើញ space ទៅយើងបានរៀងច្រើនបន្តិចឲ្យអស់ពេញពាក្យគេណាបាទ limited progress ហ្នឹងទៅណាខ្ញុំអាចដាក់ឲ្យធំបន្តិចបាទហើយដើម្បីឲ្យ background របស់យើងហ្នឹងកុំឲ្យជាន់លើគ្នាទៅវិញទៅមកយើងអាចចូលទៅកន្លែងgeneral នេះហើយកន្លែង effect នេះគឺយើងទាញ transparent ហ្នឹងមក100%មកណាបាទអញ្ចឹងដូចគ្នាកន្លែងនេះយើងទាញមក100%មកយើងទាញមកទាំងអស់100%មកបាទដើម្បីឲ្យកុំឲ្យ background ហ្នឹងព្រោះកាលណាយើងអត់ទាញមានន័យថា background នេះគឺមានពណ៌ស100%ទាំងអស់បាទចឹងឥឡូវខ្ញុំទាញទាំងអស់ណាគឺយក background 100%ដូចគ្នានៅខាងនេះក៏ខ្ញុំទាញដែរឥឡូវខ្ញុំឧទាហរណ៍បើយើងអត់ទាញពេលណាយើងចូលទៅកន្លែងពាក្យថានេះ sim នេះបើកាលណាយើងដូរ sim បាទឧទាហរណ៍ថាខ្ញុំដូរ sim ពណ៌ស្វាយនេះអញ្ចឹងយើងឃើញថានេះហើយនេះគឺយើងដូរហើយយើង remove background ហើយវាចេញពណ៌បែបនេះណាហើយវាចេញពណ៌សពណ៌ផ្សេងណាដល់ខ្ញុំយក background នេះគឺវាចេញពណ៌ខ្ញុំយក background បែបនេះបាទគឺចេញពណ៌នេះមកណាអញ្ចឹងវានៅ background ពណ៌ស
ឥឡូវខ្ញុំសូម prefer ប្រើ Power BI ពណ៌សនេះទៅដែរចុះប៉ុន្តែខ្ញុំសូម remove background ណាបាទអញ្ចឹងខ្ញុំ remove background មកបាទគឺយើងចូលទៅ effect ដូចគ្នាហើយយើងទាញ transparent មក 100% ទាញមក 100% ដូចគ្នាគឺយើងទាញមក 100% បាទអញ្ចឹងទាំងអស់នេះគឺសុទ្ធតែ remove background ហើយសូម្បីតែខាងនេះក៏ remove background មក 100% ដែរណា slideshow setting នេះ effect transparent 100% បាទឥឡូវគឺយើងអាចកាលណាយើងដាក់មួយនេះហើយ status នៅទីនេះរួចហើយគឺយើងអាចព្រោះមិនធំតូចអីបន្តិចបានហើយណាតែយើងឃើញថាដូចជានៅទូចស្ទើរបន្តិចណាយើងអាចចង់ធំបន្តិចក៏បានដែរប៉ុន្តែវាអាចនឹងជន់លើរបស់គេណាអញ្ចឹងយើងអាចកុំធំពេកមកបានហើយប៉ុណ្ណឹងចុះណាបាទប៉ុណ្ណឹងចុះបាទអញ្ចឹងដើម្បីទំហំប៉ុនគ្នាគឺយើងអាច copy មកហើយយើងមកផាសណាប៉ុន្តែនៅទីនេះគឺយើងអត់ប្រើអឺ legend នេះទេយើងប្រើតែ legend មួយទៅបានហើយអញ្ចឹងខ្ញុំចូលពាក្យថា legend នេះឲ្យខ្ញុំបិទណាបាទហើយខ្ញុំទាញមកខាងចុងតិចមកបាទជាងនេះខ្ញុំប្រើ legend តែមួយគឺប្រើបានទាំងអស់បាទ status ដូចគ្នាបាទ status ដូចគ្នាបាទហើយកុំភ្លេច filter ផងឥឡូវខ្ញុំយក filter អឺខ្ញុំយក filter result level នេះនៅទីនេះគឺខ្ញុំ filter យកតែ output គឺខ្ញុំយកតែ output ទេហើយ outcome គឺខ្ញុំ filter យកតែ outcome ទេបាទមួយណាគឺខ្ញុំ filter result level នេះយកតែ outcome ទេហើយបាទ status អឺបាទហើយមួយនេះគឺខ្ញុំយកតែ outcome ទេបាទសំទីទីនេះគឺខ្ញុំយកតែសំទោសនេះខ្ញុំយកតែ input ទេហើយទីនេះខ្ញុំយក outcome គឺខ្ញុំយក outcome មួយ outcome នឹងទី result level មកដាក់មកហើយខ្ញុំយកពាក្យថា outcome តែប៉ុណ្ណោះបាទហើយនៅទីនេះគឺខ្ញុំយកតែពាក្យថា impact តែប៉ុណ្ណោះ impact បាទអញ្ចឹងយើងបាន indicator របស់យើងពី progress indicator របស់យើងណាបាទមានរូបរាងបែបហ្នឹងនេះគឺជា indicator ឥឡូវយើងមើលទៅដូចជានៅខ្វះខាតចំណងជើងយើងអាចចូលទៅ add ចំណងជើងតិចមកឥឡូវខ្ញុំដាក់ចំណងជើងនេះថាជាបាទយើងអាចដាក់ថាមិនខ្លះហ្នឹងបាទអូខេបន្តិចឥឡូវខ្ញុំសូម add ចំណងជើងសាថ្មីបាទនេះចំណងជើងខ្ញុំអាចដាក់ថា LRP dashboard នេះខ្ញុំអាច add ថា LRP number ជាដើមណាបាទតែខ្ញុំ break font នឹងតិចមកឲ្យធំតិចមកកុំឲ្យទូចពេក break font ថាលេខ24ចុះបាទហើយតឹងតិចទៅហើយខ្ញុំយើងដាក់នៅលើនេះហើយយើងចាប់យក dashboard ហើយជើងនេះដាក់នៅខាងលើណាបាទដល់ font យើងធំពេកឥឡូវយើងប្រួយនឹងទូចតិចដាក់ត្រឹមតែ14បានហើយណាបាទខ្ញុំឲ្យប្រួយបន្តិចដែរនៅទីនេះដាក់យកត្រឹមតែ16បានហើយបាទឥឡូវយើងរួចរាល់ហើយប៉ុន្តែដូចជានៅខ្វះ logo ឬក៏ icon ណាអញ្ចឹងខ្ញុំចង់ add logo icon ចូលទៅលើហ្នឹងអញ្ចឹងដើម្បីខ្ញុំ add បានគឺខ្ញុំចូលទៅពាក្យថាអឺ insert ហើយយកពាក្យថា image នៅទីនេះខ្ញុំ add មកបាទអញ្ចឹងយើងទៅចូលពាក្យថា style ដើម្បីយើងទៅ upload រូបភាពណាខ្ញុំចូលទៅ upload រូបភាពតែម្ដងបាទអញ្ចឹងខ្ញុំ search ពាក្យថា logo មកបាទអញ្ចឹងខ្ញុំអាចចូលទៅយក logo ណាឧទាហរណ៍ខ្ញុំប្រើ logo របស់ Action Aid នៅទីនេះណាបាទអញ្ចឹងខ្ញុំបាន logo ហើយខ្ញុំ add logo ដាក់នៅទីនេះមួយជា logo របស់មុខAction Aid ណា
បាទអញ្ចឹងយើងបាន LP dashboard មួយមាន logo មានអីណាហើយសម្រាប់ logo នេះផងដែរយើងក៏អាចadd ជា link ផងដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ add ជា link គឺខ្ញុំចូលទៅពាក្យថាខ្ញុំ search logo នៅលើ link មកខ្ញុំថា action aid បាទ logo បាទអញ្ចឹងខ្ញុំឃើញគឺខ្ញុំចូលទៅមកហើយខ្ញុំ copy ចុចលើពាក្យលើហ្នឹងមកបាទលើ logo ដែលខ្ញុំឆ្លាញ់សិនហើយខ្ញុំចុចទៅលើហ្នឹងមកខ្ញុំ copy image មកបែបនេះខ្ញុំ copy link image នេះបាទខ្ញុំចូលទៅ Power BI របស់ខ្ញុំម្ដងទៀតហើយខ្ញុំអឺចុចលើពាក្យ image នៅទីនេះហើយខ្ញុំដូរ style គឺខ្ញុំយកដូរចេញគឺខ្ញុំយកពាក្យថា enter URL ហើយខ្ញុំ enter URL ជំនួសវិញណាបាទអញ្ចឹងខ្ញុំបាន logo មួយថ្មីគឺជា logo ដែលមានរាងផ្ដេកបែបនេះបាទជា logo របស់ Genate ដូចគ្នាបាទខ្ញុំសេរីតិចមកអូខេចឹងរួចរាល់បន្តិចខ្ញុំចង់ប្រាប់មួយទៀតថាតកតងជាមួយនឹងយើងក៏អាច add ច្រើន page ដែរឧទាហរណ៍ថាខ្ញុំមាន page ផ្សេងៗទៀតខ្ញុំមាន page right holder progress ខ្ញុំមាន page check progress អីជាដើមណាហើយខ្ញុំដាក់ថានេះដាក់ជា indicator progress បាទចឹងខ្ញុំអាច add ជា page គេហៅថាជា page navigator ដើម្បីយើងអាចចុចឆ្លងពី page មួយទៅ page មួយដែលមានភាពងាយស្រួលបានណាចឹងដើម្បីចូលទៅ page navigator យើងចូលពាក្យថា bottom នៅទីយើងចូលពាក្យ insert ក្រោយមកយើងចូលពាក្យថា bottom ហើយយើងឃើញពាក្យថា navigator យើងចូលពាក្យថា page navigator ណាចឹងយើងបានទាំងអស់ page របស់យើងមានប្រមាណហ្នឹងគឺយើងឃើញមាន page នៅទីនេះណាចឹងបាទ page របស់ខ្ញុំមាន3 page ហ្នឹងគឺខ្ញុំមាននៅទីនេះណាខ្ញុំអាចនេះអត់មានតម្លៃខ្ញុំអាចលុប page ហ្នឹងចោលបានបាទចឹង page ហ្នឹងគឺ page សម្រាប់ page navigator នេះផងដែរគឺយើងអាចយកទៅដាក់គ្រប់ page បានឬក៏យើងអាចដូរ format style page បានគ្រប់ style ដែលយើងស្រឡាញ់ឧទាហរណ៍ថាខ្ញុំយកបាទនេះ over ឬក៏អីណាដូចទីខ្ញុំអាចដូរពាក្យ shape បានខ្ញុំយកពាក្យថាជាover ណាអញ្ចឹងយើងមានជ្រុងមូលចេះទៅណាពងកំពើអញ្ចឹងទៅខ្ញុំអាច copy ហ្នឹងហើយខ្ញុំផាសទៅគ្រប់page ទាំងអស់បាទចឹងជានៅពេលដែលខ្ញុំចង់ទៅ page ណាមួយខ្ញុំគ្រាន់តែ copy ផាសទៅគឺវាទៅ page ហ្នឹងទាំងអស់តែម្ដងណាខ្ញុំឃើញនេះមានន័យមានស្អីបាទនឹងយើងមើលឥឡូវយើងបាន dashboard មួយហើយយើងអាចជិះបញ្ជាទៅតាមឆ្នាំទៅឃើញ progress នីមួយៗឃើញ indicator progress នីមួយៗបាទបាទអញ្ចឹងយើងអាចធ្វើបានណាហើយនៅទីនេះបើសិនជាយើងអត់ស្រឡាញ់Donald Chart យើងអាចដូរទៅជា Pie Chart ក៏បានដែរអត់មានបញ្ហាអីទេណាយើងអាចដូរជា Pie Chart ក៏បានបាទអញ្ចឹងយើងអាចមើលយើងអាចដូរជា Pie Chart ក៏មិនជាបញ្ហាដែរណានៅទីនេះគឺរូបរាង Pie Chart និង Donald Chart គឺអាចប្រើជំនួសគ្នាបានអូខេឥឡូវយើងបានប៉ុណ្្នឹងហើយអឺយើងអាចតកតងជាមួយនឹង page មួយទៀតយើងអាច add icon ស្អាតៗទៅលើ page របស់យើងបានអញ្ចឹងឲ្យយើងចុចពាក្យថា window ជាមួយនឹងសញ្ញាចុចមួយបាទពេលណាយើងចុចលើហ្នឹងទៅគឺយើងនឹងឃើញពាក្យមកហើយឥឡូវខ្ញុំអាចរើសយកនេះមួយយកមកដាក់បាទអញ្ចឹងខ្ញុំឃើញខ្ញុំ add ហើយមួយហើយពេលដែល add ហើយអ្នកនរឃើញមាន icon នេះឃើញស្អាតជាងមុនតិចឥឡូវ right holder ខ្ញុំ add icon រូបមនុស្សចាស់ចុច Windows សញ្ញាចុចមួយជាងយើងអាចរើសយករូបមនុស្សយកមកដាក់ធ្វើជាicon ហើយនៅមួយនេះ project progress យើងអាចយកបាទយើងអាចចុចយកអឺនេះដែរយើងអាចរើសយក project progress យើងអាចរើស sticker emoji នៅទីនេះបានច្រើនបាទអញ្ចឹងយើងមានច្រើននៅទីនេះបាទយើងអាច search icon ដែលយើងពេញចិត្តហើយយើងអាចយកមួយនេះឧទាហរណ៍បាទអញ្ចឹងបើយើងមើលទៅគឺយើងឃើញថាមាន icon អញ្ចឹងវាមានរូបមានលើកសម្រស់បន្តិចណាបាទជាង page navigator អញ្ចឹងពេលណាយើងចូល page navigator យើងអាចចុចបើសិនជាអ្នកដែលគាត់ review របស់យើងគាត់អាចចុចលើនឹងតែម្ដងតែសម្រាប់យើងជា developer យើងត្រូវតែចុចសញ្ញា control មួយសិនទើបយើងអាចចុចនៅលើ navigator នឹងបានណា
như thế nàoចេះតែទាំងអស់ហ្នឹងហើយអញ្ចឹងសម្រាប់វគ្គមួយនេះគឺមានតែប៉ុណ្្នឹងឥឡូវខ្ញុំប្រាប់ពីរបៀបនៅក្នុងការយើងpublish report ហ្នឹងអញ្ចឹងយើងអាចទីមួយគឺយើងអាចចូលទៅកន្លែង file នេះហើយយើងយកពាក្យថា export ជា PDF ក៏បានណាយើងអាច export ជា PDF គឺ file ដែលយើងនឹងតែបង្ហាញនេះគឺវានឹងទៅជា PDF បាទវានឹងទៅជា export ទៅជា PDF file មានចំនួនទាំងអស់3 page ណាបាទឥឡូវយើងអត់ចង់បានជានឹងហើយយើងអាចឥឡូវនេះ export រួចហើយណាយើងអាច save ទុកនៅទីណាមួយបាទនេះគឺជា PDF file ណាអញ្ចឹងមានរូបរាងបែបនេះអញ្ចឹងយើងអាច print out ឬក៏ចែកទៅភាគីពាក់ព័ន្ធផ្សេងៗបានណាបាទឥឡូវខ្ញុំអត់ចង់បានជា PDF ទេខ្ញុំចង់ export វាទៅជា file ផ្សេងយើងអាច share ជា PBX ក៏បានបាទយើងអាច share គេថា shareable link នេះអញ្ចឹងយើងនឹងបាន link មួយសម្រាប់យើង share ទៅ colleague ធ្វើការងារជាមួយគ្នាបានបាទនេះយើងអាច save នៅក្នុង OneDrive ហើយយើងអាច share link ទៅអ្នកដទៃទៀតបានហើយមួយវិញទៀតគឺយើងក៏អាច publish បាទអញ្ចឹងយើងអាចចូលទៅ publish to Power BI នេះគឺយើងអាចចូលទៅតាម file ប៉ុន្តែយើងក៏អាចចូលទៅកន្លែងនេះពាក្យថា publish នៅទីនេះកាត់តែម្ដងអញ្ចឹងពេលដែលយើងចូល publish គឺវាតម្រូវឲ្យយើង save change នេះសិនឥឡូវបន្ទាប់ពីយើង save រួចហើយយើងចូលទៅម្ដងទៀតនឹងលោកពាក្យឲ្យយើងត្រូវណាយើងមាន file យើងមានworkspace ច្រើនឥឡូវខ្ញុំយកពាក្យ workspace របស់ខ្ញុំនេះ my workspace គេថាបង្កើត workspace វាចេញពាក្យថា my workspace ហើយជាខ្ញុំ publish ទៅហើយបាទអញ្ចឹងខ្ញុំ publish ទៅហើយនេះបាទអញ្ចឹងនេះគឺខ្ញុំបាន publish ទៅលើ account Power BI របស់ខ្ញុំទៅហើយហ្នឹងអូខេបាទអញ្ចឹងនេះគឺជា Power BI របស់យើងហើយហ្នឹងហើយអញ្ចឹងយើងអាច share ទៅអ្នកដទៃបានអញ្ចឹងខ្ញុំអាចយកខ្ញុំអាច export ជា PowerPoint ក៏បានណាជា PowerPoint file បាទហើយយើងអាច open in PowerPoint នេះទៅក៏បានហើយយើងអាច export ជា PowerPoint ដូចគ្នាប៉ុន្តែយើងយកជាអឺ link នេះដើម្បីយើងផាសចូលទៅក្នុង PowerPoint នៅពេលដែលយើងចូលក្នុង PowerPoint ក៏បានឥឡូវខ្ញុំឧទាហរណ៍ថាយើងបើក PowerPoint file កំពុងបើកហើយជំរើសមួយទៀតដែលបាទនេះ PowerPoint នេះបើកមកហើយយើងវាកំពុងតែ loading បាទយើងត្រូវ switch ទៅ account របស់យើងនឹងសិនទើបយើងអាច view នៅលើ PowerPoint របស់យើងបានណាបាទសម្រាប់ log in ជាមួយ account របស់យើងទេគឺយើងក៏អាច view នៅលើ PowerPoint នឹងបានទេវាទៅថាពេលដើរបន្តិចឥឡូវស្របពេលនេះខ្ញុំបង្ហាញពីរូបនេះខ្ញុំមើលឃើញ load ហើយនេះលើ PowerPoint ណាអញ្ចឹងយើងអាចយក PowerPoint នេះទៅ presentation បានណាបាទនេះយើងអាចយក PowerPoint ទៅ presentation បានគឺមានរាងដូចជាមួយនឹង web ដែរគាត់ថានៅទីនេះគឺដើរយឺតតិចកាលណាយើងដាក់ cursor លើនេះឬក៏យើងចុច slicer ឲ្យមួយគឺដើរយឺតតិចណានេះដើរយឺតតិចអត់លឿនដូចនៅក្នុង web របស់យើងទេបាទនេះគឺជា PowerPoint អូខេឥឡូវយើងត្រឡប់មកវិញវិធីសាស្ត្រមួយទៀតគឺក្នុងការ publish ទៅ web គឺយើងចូលទៅក្នុង PowerPoint របស់យើងនឹងដូចគ្នាបាទគឺយើងចូលទៅ file ហើយយើង publish ទៅ public អញ្ចឹងដើម្បីឲ្យទោះបីជាគេមិនមាន account PowerPoint ឬអីក៏ដោយក៏គេនៅតែអាច access បានហើយយើង copy link ខាងលើគេនេះមកហើយយើង share ទៅ stakeholder របស់យើងណាខ្ញុំឧទាហរណ៍ខ្ញុំ share ទៅគាត់នេះបាទបាទអញ្ចឹងយើងពេលដែលយើងចូលទៅហើយយើងអាចបើកតែ link ហ្នឹងទៅគឺអ្នកផ្សេងបើក link គឺគេនឹងឃើញ report របស់យើងតែម្ដងតែអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយអរគុណហើយសង្ឃឹមថាអ្នកនរគ្នាអាចអនុវត្តធ្វើបានទាំងអស់គ្នា